បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំបាទតំណាងផ្នែកលក់ប្រេងម៉ាស៊ីន Rimic អញ្ចឹងសូមធ្វើការណែនាំដល់អតិថិជនដែលជាម៉ួយប្រចាំយានដ្ឋានយាយមេងឥឡូវនេះយានដ្ឋានយាយមេងគាត់បានធ្វើការផ្លាស់ប្ដូរពីទីតាំងនៅខាងផ្លូវត្រាំនៀកឆ្ពោះមកខាងផ្លូវទៅប្រដាកអញ្ចឹងទីតាំងថ្មីរបស់គាត់នេះពុកម៉ែបងប្អូនងាយស្រួលរកជាមុនអញ្ចឹងគ្រាន់តែបងប្អូនធ្វើដំណើរពីខាងភ្នំពេញមកខាងសៀមរាបដល់រង្វង់មូលផ្ការរំដួលបងប្អូនធ្វើការបត់ស្ដាំឆ្ពោះទៅខាងផ្លូវទៅប្រដាកអញ្ចឹងពីរង្វង់មូលផ្ការរំដួលមកបងប្អូនជិះត្រង់រហូតដល់រង្វង់មូលព្រៃគុយអញ្ចឹងជិះហួសរង្វង់មូលព្រៃគុយមកប្រហែលជា100ម៉ែត្របងប្អូនក្លែកមើលខាងឆ្វេងដៃឃើញផ្លាកយាយមេងដែលទើបតែរៀបចំដំឡើងថ្មីអញ្ចឹងទីតាំងថ្មីរបស់គាត់នេះមានសភាពធំទូលាយខ្យល់អាកាសចេញចូលគ្រប់គ្រាន់ហើយនៅយានដ្ឋានយាយមេងមានសេវាកម្មទាក់ទងនឹងផ្នែកយានយន្តជាច្រើនដូចជាជួសជុលម៉ាស៊ីនត្រជាក់គ្រឿងក្រោមបំពាក់ប្រព័ន្ធហ្គាសនិងធ្វើការ check up ទៅលើប្រព័ន្ធភ្លើងតាមរយៈម៉ាស៊ីន scanner ដើម្បីរកកំហុសនៃរថយន្តហើយក៏មានការផ្លាស់ប្ដូរប្រេងម៉ាស៊ីនប្រេងប្រអប់លេខប្រេងប៉ុងប្រេងបូមចង្កូតប្រេងហ្វ្រាំងទឹកស្អំនិងប្រេងសារជាតិជាមួយផ្សេងៗទៅលើរថយន្តបងប្អូនអាចមករកជឿបាននៅយានដ្ឋានយាយមេងដែលមានផលិតផល Rimic ដែលជាផលិតផលសុទ្ធមកពីខាងប្រទេសហូឡង់អញ្ចឹងបងប្អូនប្រើប្រាស់ដោយមានទំនុកចិត្តបាទអញ្ចឹងបើសិនជាបងប្អូនមានតម្រូវការឬក៏មានចម្ងល់បន្ថែមទាក់ទងនឹងបញ្ហាយានយន្តរបស់បងប្អូនអាចធ្វើការខលឬក៏ទាក់ទងតាមលេខទូរស័ព្ទដែលខ្ញុំបាទនឹងធ្វើការដាក់លេខទូរស័ព្ទរបស់យានដ្ឋានផ្ទាល់នៅក្នុងវីដេអូនេះឬក៏នៅក្នុង comment caption បន្ថែមបាទសូមអរគុណសូមជម្រាបលា